គ្រូមានរូបមន្ត2នៅក្នុងការបង្ហាញបងប្អូនអរគ្នាគឺតកតងនឹង limit x ទៅរក0 sin x នៅលើ x គឺស្មើនឹង1ហើយមួយទៀតនោះគឺ limit x ទៅរក0 1ដក cos x នៅលើ x គឺស្មើនឹង0អញ្ចឹងឥឡូវយើងចូលទៅការលំហាត់ទាំងអស់គ្នាអញ្ចឹងបងប្អូនអរគ្នាស្វាគមន៍មកកាន់សាលារៀន Enhance អញ្ចឹងថ្ងៃនេះអ្នកគ្រូមានមេរៀនថ្មីមួយចង់ចែកម្លែកទៅកាន់បងប្អូនអរគ្នាអញ្ចឹងឥឡូវយើងចូលទៅកាន់ចំណុចរបស់យើងតែម្ដងអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងធ្វើការចែកជូនទៅកាន់បងប្អូនអរគ្នាគឺតកតងទៅនឹង limit នៃអនុគមត្រីកោងមៀតអញ្ចឹងថ្ងៃនេះអ្នកគ្រូមានរូបមន្ត2នៅក្នុងការបង្ហាញបងប្អូនអរគ្នាគឺតកតងនឹង limit x ទៅរក0 sin x នៅលើ x គឺស្មើនឹង1ហើយមួយទៀតនោះគឺ limit x ទៅរក0 1ដក cos x នៅលើ x គឺស្មើនឹង0អញ្ចឹងឥឡូវយើងចូលទៅការលំហាត់ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះអ្នកគ្រូមាន3លំហាត់នៅក្នុងការកែទៅឲ្យបងប្អូនអរគ្នាប៉ុន្តែអ្នកគ្រូនឹងទុកមួយជាលំហាត់ដើម្បីបងប្អូនសាកល្បងធ្វើអញ្ចឹងអ្នកគ្រូនឹងធ្វើការកែខ្ទង់កនិងខ្ទង់ខអញ្ចឹងខ្ទង់ករបស់យើងគឺ limit x ទៅរក0នៃ xបូកឲ្យ sin x នៅលើ x អញ្ចឹងកន្លែងនេះបងប្អូនមើលទៅប្រកាសជាអត់ចូលរូបមន្ត sin x នៅលើ x ឬក៏1ដកឲ្យ cos x នៅលើ x ទេប៉ុន្តែកន្លែងនេះគឺបងប្អូនមើលតកតងទៅនឹងភាគបែងគឺ x អញ្ចឹងកន្លែងនេះគឺយើងអាចធ្វើការប្របែកជា2បានអញ្ចឹងឥឡូវយើងមកមើលតកតងនឹងចម្លើយទាំងអស់គ្នាអញ្ចឹងកន្លែងនេះគឺអ្នកគ្រូអាចដាក់ថាស្មើ limit អីគេចា limit x ទៅរក0អញ្ចឹងកន្លែង x បូក sin x នៅលើ x នេះអ្នកគ្រូអាចប្របែកបាន x ចែកឲ្យអីគេចា x ចែកឲ្យ x ហើយបូកឲ្យ sin xហើយយើងអាចធ្វើការចែកជាមួយនឹងយើងអាចធ្វើការចែកជាមួយនឹង x បានដោយសារកន្លែងនេះគឺភាគបែងរបស់យើងគឺរួមគឺ x អញ្ចឹងយើងអាចធ្វើការប្របែកជា2បន្តមកទៀតកន្លែង x ចែក x នេះគឺស្មើនឹង1ហើយកន្លែង sin x នៅលើ x យើងមកមើលតកតងនឹងរូបមន្តដែលគ្រូបង្ហាញទី1មិញគឺ sin x នៅលើ x តកតងនឹង limit x ទៅរក0គឺស្មើនឹង1អញ្ចឹងកន្លែងនេះយើងអាចធ្វើការចូលជារូបមន្តរបស់យើងតែម្ដងអញ្ចឹងស្មើអញ្ចឹង x នៅលើ x គឺយើងចែកទៅស្មើនឹង1បូកអញ្ចឹងកន្លែង sin x នៅលើ x អញ្ចឹងកន្លែងនេះគឺចូលរូបមន្តរបស់យើងដែលគ្រូបានបង្ហាញមិញអញ្ចឹងគឺស្មើនឹង1ចាអញ្ចឹង1បូក1គឺស្មើនឹង2អញ្ចឹងមានន័យថាចម្លើយរបស់យើងកន្លែងនេះគឺស្មើប៉ុន្មានចាគឺស្មើនឹង2គឺជាចម្លើយរបស់យើងអញ្ចឹងកន្លែងនេះគឺអត់មានអីពិបាកទេគ្រាន់ថាកន្លែងនេះគ្រាន់តែពេលដែលយើងធ្វើការប្របែកមានថាផ្ដាច់ភាគបែកមកគឺយើងបាន2ខ្ទង់បន្ទាប់មកយើងចូលរូបមន្តរបស់យើងតែម្ដងណាអញ្ចឹងអ្នកគ្រូសង្ឃឹមថាបងប្អូនយល់តាក់ទងនឹងខ្ទង់កអញ្ចឹងឥឡូវយើងចូលទៅកាន់ខ្ទង់មួយទៀតគឺខ្ទង់ខអញ្ចឹងខ្ទង់ខរបស់យើងគឺ limit x ទៅរក0នៃ x ដកឲ្យតង់សង x នៅលើ x អញ្ចឹងកន្លែងនេះបងប្អូនមើលទៅប្រកាសជាខុសឆ្ងាយពីរូបមន្តរបស់យើងហើយប៉ុន្តែបងប្អូនចាំមកតាក់ទងនឹងរូបមន្តតង់សងអញ្ចឹងតាក់ទងនឹងរូបមន្តតង់សងរបស់យើងគឺស្មើនឹង sin x នៅលើ cos x ត្រូវអត់អញ្ចឹងឥឡូវយើងមើលតាក់ទងនឹងចម្លើយទាំងអស់គ្នាណាតើអ្នកគ្រូធ្វើម៉េចអញ្ចឹងស្មើអញ្ចឹង limit x ទៅរក limit x ទៅរក0 x ដកអញ្ចឹងកន្លែងនេះអ្នកគ្រូធ្វើការប្របែកជា2ដូចគ្នាដកតង់សង x នៅលើ x ហេអញ្ចឹងឥឡូវយើងមើលតាក់ទងទៅនឹងរូបមន្តតង់សងអញ្ចឹងអ្នកគ្រូនឹងធ្វើការលើករូបមន្តប៉ុណ្ណេះដើម្បីធ្វើការសម្រាយឲ្យបងប្អូនណាចាយើងលើកមើលតាក់ទងនឹងម្ដុំនេះអញ្ចឹងយើងដឹងហើយថាតង់សង x នេះនៅលើ x អញ្ចឹងតង់សងរបស់យើងរូបមន្តរបស់យើងគឺ sin x នៅលើ cos x ហើយយើងចែកឲ្យ xអញ្ចឹងយើងដឹងហើយថា x នេះគឺភាគបែងគឺស្មើនឹង1ប៉ុន្តែជាទូទៅភាគបែង1គឺគេអាចដាក់អីអញ្ចឹងយើងអាចដាក់1អញ្ចឹងតែឡើងនេះគឺយើងអាចចូលតាក់ទងទៅនឹងការចែកចម្រាស់ហើយគេអញ្ចឹងយើងធ្វើការគុណមកអញ្ចឹងកន្លែងនេះគឺ sin x នៅលើ cos x ប្រភេទទី1គុណចម្រាស់នឹងប្រភេទទី2គុណអញ្ចឹងដំបូងឡើយគឺ x នៅលើ1អញ្ចឹងនៅពេលយើងធ្វើការគុណចម្រាស់គឺស្មើនឹង1នៅលើ x វិញអញ្ចឹងកន្លែងនេះយើងបាន sin x គុណឲ្យ1នៅលើអីគេសុំតើកន្លែងនេះគឺ cos ណា1នៅលើ cos x ហើយគុណឲ្យ1លើ x អូខេអញ្ចឹងកន្លែងនេះកន្លែង sin x គុណឲ្យ1ហើយនឹង cos x គុណឲ្យ x នេះអ្នកគ្រូអាចសរសេរបាន sin x គុណចែក x ហើយគុណឲ្យ1លើ cos ក៏បានដែរគឺដូចគ្នាណាតើតើនឹងប្រមាណធីគុណអញ្ចឹងកន្លែងនេះយើងមើលតើតើចម្លើយបន្ត limit x ទៅរក0អញ្ចឹងកន្លែងនេះ x ចែក x គឺស្មើនឹង1ដកអញ្ចឹងតង់សង x ដោយអ្នកគ្រូបានធ្វើការសម្រាយមិនអញ្ចឹងគឺស្មើនឹង sin x ហេអញ្ចឹងណៃនេះគឺអ្នកគ្រូយកចម្លើយតាក់ទងទៅនឹងអ្នកគ្រូបានសម្រាយមិញណាហេអញ្ចឹងកន្លែងនេះគឺយើងបាន sin x នៅលើ cos x ហើយចែក x នៅលើ1បន្ទាប់មកយើងធ្វើការសម្រាយទៅគឺយើងបាន sin x នៅលើ x អូខេហើយយើងគុណចម្រាស់ជាមួយនឹង1នៅលើអីគេ1នៅលើ cos x ឥឡូវយើងមកមើលចម្លើយបន្តទៀតអញ្ចឹងកន្លែងនេះយើងមើលតាក់ទងនឹងចម្លើយរបស់យើងកន្លែង limit ទៅរក0នៃ1អញ្ចឹង
កន្លែង sin x នៅលើ x គឺចូលរួមមុនរបស់យើងហើយគឺស្មើនឹង1ហើយ1នៅលើ cos នៃ x អញ្ចឹង cos នៃ x នេះអ្នកគ្រូនឹងធ្វើការកែជូនតាក់ទងទៅនឹង cos នៃ0នៅពេលយើងធ្វើការជូននោះទៅ cos នៃ0គឺស្មើប៉ុន្មានគឺស្មើនឹង1ត្រូវអត់អញ្ចឹង1ចែក1គឺស្មើនឹង1អញ្ចឹងកន្លែងនេះយើងអាចធ្វើការស្រ័យតែម្ដងទៅអញ្ចឹងកន្លែងនេះគឺស្មើនឹង1ដកអញ្ចឹង sin x នៅលើ x ចូលរួមមុនរបស់យើងហើយគឺស្មើប៉ុន្មានចាគឺស្មើនឹង1ហើយកន្លែងគុណអញ្ចឹង1នៅលើ cos x អញ្ចឹង cos x របស់យើងកន្លែងនេះយើងចំនួន0ចូលគឺ cos 1អត់សុំទោស cos 0អញ្ចឹង cos 0គឺស្មើនឹង1អញ្ចឹង1គុណ1គឺស្មើនឹង1ដូចគ្នាអញ្ចឹងចម្លើយរបស់យើងស្មើប៉ុន្មានចាគឺស្មើនឹង0ហេអញ្ចឹងកន្លែងនេះគឺអត់មានពិបាកទេគ្រាន់ថានៅពេលយើងធ្វើការបបែកតាក់ទងទៅនឹងតង់សងទៅយើងនឹងចេញចម្លើយតែម្ដងណាអញ្ចឹងឥឡូវតាក់ទងនឹងខ្ទង់កនិងខ្ទង់ខអ្នកគ្រូសង្កត់ថាគ្នាយើងអាចយល់បានច្រើនតាក់ទងទៅនឹង limit នៃអនុគមត្រីកោងមៀតហើយនៅសល់ខ្ទង់កមួយទៀតអ្នកគ្រូទុកជាលំហាត់ឲ្យពុកមើលសារល្បងអនុវត្តហើយកន្លែងនេះអ្នកគ្រូចង់ប្រាប់តាក់ទងទៅលើដោះស្រាយដែរយើងគ្រាន់តែចែកតាំងភាគយន្តភាគបាយនឹង x ទៅយើងអាចនឹងធ្វើការទាញរករូបមន្តរបស់យើងបានហើយអញ្ចឹងវីដេអូរបស់យើងនៅក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងអ្នកគ្រូសង្ឃឹមថាបងប្អូនយល់បានច្រើនតាក់ទងនឹងចំណុចហ្នឹងអញ្ចឹងជួបគ្នានៅក្នុងវីដេអូក្រោយអរគុណបងប្អូនអរគ្នា